រៀននឹងសាបសូន្យព្រោះតែ AI នេះបើតាមប្រសាសន៍មហាសេដ្ឋី Bill Gates គណៈដែលបច្ចេកវិទ្យា AI កាន់តែទំនើបកិច្ចការងារផ្សេងៗជាច្រើនកំពុងតែជំនួសដោយ AI ព្រោះតែដូច្នេះហើយអតីតមហាសេដ្ឋីទី1ជិត2ទសវត្សរ៍លោក Bill Gates ជឿជាក់ថា10ឆ្នាំទៀតតែប៉ុណ្ណោះគ្រូបង្រៀននឹងអស់ការងារធ្វើតែម្ដងព្រោះ AI នឹងអាចបង្រៀនមនុស្សបានគ្រប់មុខវិជ្ជាលោក Bill Gates ដែលគេស្គាល់ថាជាមហាសេដ្ឋីចិត្តធម៌បំផុតនៅក្នុងពិភពលោកបានលើកឡើងយ៉ាងដូចនេះថាក្នុងកម្មវិធី Tonight Show ដែលលោកបានគូបញ្ជាក់ថាសិស្សដែលចង់ទទួលបាននូវការបង្រៀនគុណភាពខ្ពស់មិនចាំបាច់ពិបាករកសាលារៀនឬអស់ប្រាក់ទៀតនោះទេព្រោះថ្ងៃអនាគត AI នឹងដើរតួជាគ្រូបង្រៀនសាស្ត្រាចារ្យជំនួសមនុស្សបានលោក Bill Gates បានបញ្យល់ថាមួយទសវត្សរ៍ទៀតតែប៉ុណ្ណោះ AI អាចបង្រៀនមុខវិជ្ជាបានច្រើនហើយសិស្សានុសិស្សអាចចំណាយប្រាក់តិចតួចនិងរៀនសូត្របានគ្រប់ទីកន្លែងមិនចាំបាច់ធ្វើដំណើរមកដល់សាលារៀនទៀតនោះទេបន្ថែមលើពីនេះទៀតនោះអតីតអគ្គនាយក Microsoft ក៏បានលើកឡើងថែមទៀតថាការផ្លាស់ប្ដូរបរិបទថ្មីនេះអាចដោះស្រាយបញ្ហាផ្នែកអប់រំដូចជាបញ្ហាកង្វះគ្រូបង្រៀនល្អៗជាដើមនិយាយជារួមតាមរយៈ AI សិស្សានុសិស្សគឺអាចទទួលបាននូវគុណភាពអប់រំកម្រិតខ្ពស់ដោយសាលាធំៗនៅបណ្ដាប្រទេសជឿនលឿននានាអញ្ចឹងដែរទោះជាបែបនេះក្តីលោក Bill Gates បានចង្អុលបង្ហាញចំណុចសំខាន់មួយដែរថាប្រសិនបើសង្គមមនុស្សផ្លាស់ប្ដូរទៅជាបែបនោះមែនតើពេលរៀនចប់មនុស្សមានការងារធ្វើអ្វីទៅបើ AI ជំនួសបានស្ទើរតែទាំងអស់ហើយនោះទោះជាវិស័យអប់រំតាមរយៈ AI ពិបាកស្មានទុកក៏ពិតមែនក៏ប៉ុន្តែមហាសេដ្ឋីបច្ចេកវិទ្យាចាស់វស្សារូបនេះជឿជាក់ថាមនុស្សនឹងនៅតែអាចសម្រាប់ខ្លួនបានហើយថាមិនត្រូវមនុស្សនៅតែមានតួនាទីនៅក្នុងផ្នែកបង្រៀនព្រោះថាវិស័យនេះគឺទាមទារលើសពីការផ្ដល់ចំណេះដឹងទៅទៀតពោលគឺគ្រូបង្រៀនអាចផ្ដល់ការមើលថែទាំចេះយល់ដឹងអារម្មណ៍សិស្សនិងរក្សាការភ្ជាប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្សផងដែរ